បាទសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននិងទស្សនា Channel YouTube របស់ខ្ញុំបាទអំពីការចិញ្ចឹមមាន់ណាបងប្អូនអញ្ចឹងថ្ងៃនេះគឺដល់ថ្ងៃដែលយើងត្រូវលាយចំណីមាន់ឲ្យមាន់ស៊ីទៀតបងប្អូនអញ្ចឹងចំណីមាន់របស់យើងគឺយើងធ្វើដូចហល់ដងបងប្អូនគឺយើងមានកន្ទក់ហើយនឹងចំណីមាន់ហ្នឹងបងប្អូនកន្ទក់យើងយកជាប្រភេទកន្ទក់ម៉ត់បងប្អូនដូចនៅក្នុងវីដេអូអញ្ចឹងកន្ទក់ដែលខ្ញុំទិញមកនេះគឺប្រភេទកន្ទក់ម៉ត់បងប្អូនហើយគេសម្រាប់ឲ្យជ្រូកស៊ីអីអញ្ចឹងបងប្អូនអញ្ចឹងការលាយរបស់យើងគឺយើងលាយទៅតាមទំហំនៅបរិមាណដែលយើងមានមាន់ដែលយើងចាំបងប្អូនហើយសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំលាយនេះ3កូនកធន់ណាបងប្អូនដោយសារមាន់របស់ខ្ញុំវា50-60ក្បាលទេអញ្ចឹងបងប្អូនយើងខ្ញុំលាយប៉ុណ្ណឹងគឺយើងអាចស៊ីបាន2ពេលអញ្ចឹងបងប្អូនហើយនៅក្នុងកន្ទក់3កូនកធន់ហ្នឹងគឺយើងដាក់ចំណីកូនមាន់ចំនួន3កូនកាតូចបងប្អូនដូចនៅក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងបន្ទាប់មកយើងលាយហើយយើងកូរវាឲ្យសព្វអញ្ចឹងបងប្អូនយើងកូរវាអញ្ចឹងច្បល់វាបងប្អូនឲ្យវាសព្វទៅតាមកន្ទក់ហើយនឹងចំណីឲ្យវាចូលគ្នាហើយចាំយើងដាក់ទឹកដាក់អីចូលអញ្ចឹងបងប្អូនហើយពាក់ព័ន្ធនឹងចំណីគឺយើងដាក់តិចទេកន្ទក់គឺយើងដាក់រៀងច្រើនទៅ3កធន់តូចអញ្ចឹងបងប្អូនដោយសារកន្ទក់វាតម្លៃវាធូរចំណែកចំណីវាថ្លៃអញ្ចឹងបងប្អូនហើយយើងធ្វើអញ្ចឹងដើម្បីកាត់បន្ថយចំណាយហើយវាធ្វើឲ្យមាន់យើងស៊ីទៅវាឆាប់ធំដែរអញ្ចឹងបងប្អូនវាជាប្រភេទចំណីពពណ៌នេះបងប្អូនចំណី Snow របស់វាគឺវាមានក្របពោតក្របអីទៀតអញ្ចឹងមាន់ខ្ញុំចំហ្នឹងគឺមិនមែនដាក់តែចំណីសតទេគឺយើងចំមានក្របពោតមានស្រូវមានអីថែមពីលើនឹងទៀតអញ្ចឹងបងប្អូនអញ្ចឹងយើងកូរវាអញ្ចឹងទៅបន្ទាប់មកទៀតចាំយើងដាក់ទឹកចូលបងប្អូនហើយការចាក់ទឹកចូលគឺយើងចាក់តែល្មមសិនណាបងប្អូនចាក់2កាឬក៏1កាអីសិនអាស្រ័យលើយើងមើលជាក់ស្ដែងពេលយើងលាយខ្លួនឯងណាអញ្ចឹងសម្រាប់ខ្ញុំចាក់2កាអញ្ចឹងបើយើងចាក់ច្រើនពេកវាពិបាកកូរវាហ៊ីអញ្ចឹងបងប្អូនអញ្ចឹងយើងចាក់តែ2កាអីសិនបានហើយយកមកទៀតយើងកូរវាអីអញ្ចឹងរហូតអញ្ចឹងបងប្អូនកូរវាធម្មតាអញ្ចឹងទៅរហូតដល់វាសព្វអស់ចាំយើងដាក់ឲ្យមាន់ស៊ីអញ្ចឹងណាអញ្ចឹងយើងកូរវាអញ្ចឹងទៅដំបូងខ្វះជារៀងពិបាកកូរតិចហើយតែវាយើងបានសព្វមកជារៀងទៅវាអត់អីទេស្រួលវិញហើយយើងមើលទៅវាគោកពេកយើងចាក់ទឹកថែមអញ្ចឹងបងប្អូនចាក់ម្កាទៀតអញ្ចឹងទៅហើយកូរតទៀតអញ្ចឹងណាហ្នឹងហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចំមាន់លក្ខណៈគ្រួសារលក្ខណៈតូចអញ្ចឹងយើងប្រើចំណីអីដែរបងប្អូនហើយធ្លាប់មានបានសាកល្បងពីការធ្វើចំណីកន្ទក់អញ្ចឹងអត់បងប្អូនបើអត់ទាន់សាកទេបងប្អូនអាចសាកល្បងសាកមើលអញ្ចឹងណាថាវាមាន់យើងចូលចិត្តអត់អញ្ចឹងណាអញ្ចឹងនេះគ្រាន់តែជាការចែករំលែកឲ្យឆុងតូចមួយរបស់ខ្ញុំទេបងប្អូនដោយសារយើងចែករំលែកគ្នាទៅវិញទៅមកទៅពីការចំមាន់បើយើងមើលទៅឃើញថាល្អអាហ្នឹងយើងចាប់យកទៅហើយយើងអនុវត្តសាកមើលអញ្ចឹងបងប្អូនហើយប៉ុន្តែដូចខ្ញុំនេះខ្ញុំសាកល្បងទៅឃើញថាវាកបដែរในការចំមាន់នៃការលាយចំណីអញ្ចឹងបងប្អូនវាអត់ទៅចុះហ្មងបងប្អូនមកចំណីខ្ញុំទិញនេះវាកន្ទក់100គីឡូយើងអាចលាយបានដល់ទៅ1ខែជាងបានអស់អញ្ចឹងយើងចំណាយអស់ដល់ 4-5 ម៉ឺននេះអញ្ចឹងយើងអាចទិញកន្ទក់បានដល់ទៅ100គីឡូអញ្ចឹងណាហើយយើងយកមកឲ្យមាន់ស៊ីបានដល់ទៅ1ខែជាងអញ្ចឹងបងប្អូនហើយពាក់ព័ន្ធនឹងចំណីមកយើងទិញម្ដង3គីឡូបានមួយអាទិត្យចំណីមាន់បងប្អូនយើងយកមកលាយហ្នឹងណាអញ្ចឹងវាគិតទៅវាបានច្រើនដែរវាមួយខែយើងចំណាយអស់តែ10ម៉ឺនជាងអីទេในការចំមាន់របស់យើងលក្ខណៈតូចអញ្ចឹងណាមាន់50ក្បាលអញ្ចឹងសម្រាប់យើងចំលក្ខណៈគ្រួសារអញ្ចឹងគឺថាមានការលាយចំណីតែប៉ុណ្ណេះគឺថាអូខេបងប្អូនអញ្ចឹងចំណីរបស់យើងលាយចិត្តសពហើយមាន់គឺថារោមែនតើបងប្អូនហើយវាឃ្លានណាចំណីវាធ្លាប់ស៊ីវាចូលចិត្តស៊ីអាចំណីប្រភេទហ្នឹងបងប្អូនហើយពេលអញ្ចឹងយើងលាយមិនតាន់ហើយផងវាមកនឹងផ្សេងផ្សាច់អស់លាយឲ្យចង់កើតបងប្អូនមាន់ចឹងបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំមានធ្លាប់សាកធ្វើនៅបងប្អូនបើសាកឲ្យយើងដាក់ comment មកឲ្យខ្ញុំបានដឹងតិចមើលតើមាន់របស់យើងវាស៊ីអត់ចំណីប្រភេទហ្នឹងអញ្ចឹងណាហើយយើងបានចែករំលែកគ្នាទៅវិញទៅមកពីការធ្វើចំណីអញ្ចឹងបើបងប្អូនមាន
ចំណៃអីលាយល្អជាងហ្នឹងអាច share ចែករំលែកគ្នាអញ្ចឹងណាបងដើម្បីឲ្យការចិញ្ចឹមមាន់របស់យើងវាកាន់តែរីកចម្រើនទៅមុខអញ្ចឹងណាទោះបីជាយើងបានធំដុំក៏យើងបានហូបខ្លួនឯងណាបងប្អូនឬក៏បានលក់តិចតួចអញ្ចឹងណាគ្រាន់តែតនេពីការងារកុំឲ្យយើងតនេអត់ការងារធ្វើអញ្ចឹងបងប្អូនអញ្ចឹងយើងចែករំលែកគ្នាពីបទពិសោធន៍នៃការចិញ្ចឹមមាន់អញ្ចឹងបងប្អូនដូចក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងណាបងប្អូនចឹងគឺថាមាន់ចាប់ដើមជួច្រាលបងប្អូនដូចក្នុងវីដេអូអញ្ចឹងគឺថាវាឃ្លានមែនតើណាដួសដាក់វាខ្លះទៅកុំឲ្យវាញ៉ៃពេកអញ្ចឹងបងប្អូនហើយដូចក្នុងវីដេអូដែលបានបង្ហាញដែរហ្នឹងគឺថារបៀបធ្វើវាស្រួលទេអត់មានបាតទេសំខាន់យើងរកវត្ថុធាតុដើមនេះហើយកន្ទក់យើងទៅរកកន្លែងម៉ាស៊ីនកិនស្រូវទៅដល់ក៏មានដែរបងប្អូនគឺយើងកំងគេអាម៉ត់ហ្នឹងទៅគេកិនឲ្យហើយ1គីឡូវា4-500ទេគេទុំបើខែកបោស្រូវទៅថោកជាងហ្នឹងទៀតបងប្អូនខែនេះវាខ្សត់ស្រូវដែរអញ្ចឹងវាថ្លៃតិចហ្នឹងហើយបងប្អូនហើយមាន់យើងស៊ីអាហ្នឹងទៅគឺថាវាឆាប់ធំដូចក្នុងវីដេអូអញ្ចឹងបងប្អូនវាធំលឿនដែរវាមួយខែ2ខែគឺផ្លៃខ្លាំងមកដល់ពីស៊ីចំណីហ្នឹងលាយហ្នឹងទៅបងប្អូនហើយឥឡូវនេះយើងលាយសពអស់ហើយបងប្អូនចំណីរបស់យើងអាចមើលទៅអាចមាន់អាចស៊ីបានហើយគឺវាលាយម៉ត់អស់ហើយអញ្ចឹងយើងអាចដួសឲ្យវាស៊ីបានបងប្អូនយើងការលាយចំណីដាក់វាស៊ីគឺយើងកុំដាក់ទាំងអស់បងប្អូនព្រោះយើងដាក់ទាំងអស់វាខាតទេវាកាយចោលឬក៏វាជន់ចោលអញ្ចឹងបងប្អូនសត្វដីអញ្ចឹងណាអញ្ចឹងយើងដាក់ពាក់កណ្ដាលអីឬក៏មកកធននេះទៅដូចខ្ញុំបង្ហាញហ្នឹងបងប្អូនចំណីយើងពេលលាយហើយនឹងលឿងល្អបងប្អូនអើយដោយសារកន្ទក់វាលឿងហើយចំណីពណ៌លឿងនេះលាយចូលគ្នានឹងលឿងល្អហ្មងបងប្អូនដូចក្នុងភាពអញ្ចឹងឥឡូវហ្នឹងមាន់របស់យើងចាប់ដើមហើយបន្តើគ្នាមែនតើប្រសិទ្ធប្រសាទមែនតើអញ្ចឹងបងប្អូនអាចសាកល្បងលាយទាំងអស់គ្នាមើលតើពិតជាមាន់ចូលចិត្តដូចខ្ញុំបង្ហាញអត់អញ្ចឹងណាហើយសាកមើលទៅបងប្អូនមិនមែនយើងចែករំលែកគ្នាទៅវិញទៅមកទៀតតើការធ្វើវីដេអូបង្ហាញអំពីរបៀបចិញ្ចឹមមាន់ចែករំលែកគ្នាចូលឡើងទៅដើម្បីឲ្យការចិញ្ចឹមមាន់របស់យើងវារលូនទៅមុខស្រួលបើយើងអត់ដឹងទេយើងអាចចិញ្ចឹមទៅវាអត់ធំឬក៏វាឈឺអីចឹងណាលក្ខណៈយើងចិញ្ចឹមតូចតាមផ្ទះព្រោះគេយើងចិញ្ចឹមតូចស្អាតលក្ខណៈតូចទៅយើងមិនចិញ្ចឹមធំចឹងណាតែតូចថ្ងៃក្រោយវាអាចជាធំចឹងបងប្អូនដល់ពេលយើងធ្វើចឹងទៅវាចេះតែជោគជ័យកើនទៅអញ្ចឹងវាអាចឈានទៅដល់ការចិញ្ចឹមធំចឹងបងប្អូននេះគ្រាន់តែយើងពីតូចទៅធំសឹមចឹងបងប្អូនយកបទពិសោធន៍ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនដែលបានចែកដែលបានទស្សនាក៏ដូចជាចែកម្លែកបទពិសោធន៍គ្នាវិញទៅមកពាក់ព័ន្ធនឹងការចិញ្ចឹមមាន់អញ្ចឹងបងប្អូនដែលជួយ Subscribe ដូចជាទស្សនាវីដេអូរបស់ខ្ញុំកន្លងមករហូតដល់ឥឡូវនឹងបន្តទស្សនានៃការចែកម្លែកនៃការចិញ្ចឹមមាន់តទៅទៀតអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនយើងទស្សនាវីដេអូតចប់ទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនហើយការបញ្ចូលសលេងវាទៅមុខទៅក្រោយទៅមុខវាអត់សូវ smooth ទេបងប្អូនព្រោះថាវាអត់ទាន់ smooth អញ្ចឹងបងប្អូនគាត់ទៅថតវីដេអូអញ្ចឹងពេលយើងយកមកបញ្ចូលសលេងវាអត់សូវ smooth ទេហ្នឹងហើយចាក់វីដេអូយើងមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជំរាបលាបងប្អូន